ដើម្បីតាមដានរាល់វីដេអូថ្មីៗរបស់ខ្ញុំសូមចុច Subscribe រួចដាក់រូបកណ្ដឹងមួយដូចនេះរាល់វីដេអូរបស់ខ្ញុំនឹងស្ទុះចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនពួកគេសូមអរគុណសូមជម្រាបសួរចា៎សួស្តីប្រិយមិត្តទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់ព័ត៌មានក្តៅៗអ៊ុនៗដែលកំពុងផ្សាយចេញពីលើចុងថ្នោតហើយឥឡូវនេះពួកយើងក៏បានទទួលព័ត៌មានច្បាស់លាស់ហើយបាទពីមូលហេតុដែលធ្វើឲ្យមានសង្គ្រាមកើតឡើងរវាងលោកជេនីវិតហើយនិងលោកក្បែរមួយជីវិតមុននឹងជិនដល់ការបកស្រាយប្រធានបទនេះយ៉ាងស៊ីជម្រៅនិងក្តៅកគុកជាដំបូងខ្ញុំបាទសូមរៀបរាប់ពីជីវប្រវត្តិរបស់លោកទាំងពីរជាមុនសិនខ្ញុំបាទឈ្មោះ Mr. ជើអាយុ2លានឆ្នាំរស់នៅក្នុងភូមិខ្វក់ខ្វាក់ឃុំដេរឆានខេត្តអ៊ីកសពថ្ងៃមានការងារមិនច្បាស់លាស់ជារក្សាព័ត៌មានរបស់ស្ថានីយទូរទស្សន៍បាយក្តាំងខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ដែលបានរៀបរាប់ពីជីវប្រវត្តិរបស់ស្ដេច rapper ប្រចាំស្រុកខ្មែរទាំងពីរនាក់នេះនាទីផ្សាយពាណិជ្ជកម្មឧបត្ថម្ភដោយហាងលក់ក្តារមឈូស168វ៉ាវប្រញាប់ឡើងក្នុងឱកាសឆ្លោះគ្នាយ៉ាងក្តៅកគុកដូចយកដៃញឹកគូតហាងលក់ក្តារមឈូស168នេះខ្ញុំមានការលក់បញ្ចុះតម្លៃពិសេសទិញមួយថែមមួយបើមិនទិញក៏អាចដេកលោសាក់មើលបានដែរសហការឧបត្ថម្ភដោយសាប៊ូកក់សក់សញ្ញាក្បាលទំពេកវ៉ាវគ្រាន់តែកក់សក់មួយថ្ងៃ3ដងអាចជួយរោមក្លៀករបស់លោកអ្នកដោះវែងយ៉ាងឆាប់រហ័សបាទសូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីឥឡូវនេះសូមជូនប្រវត្តិរូបសង្ខេបរបស់លោកជេដេវីតនិងក្បែរមួយជីវិតលោកជេដេវីតនិងលោកក្បែរមួយជីវិតបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី33កុម្ភៈឆ្នាំ1990រូបលោកទាំងពីរក៏បានរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែមិនចុះដំណេកជាមួយគ្នាព្រោះថាញុកលើចេញតាមក្រោមញុកក្រោមចេញតាមលើហើយក៏សម្រេចចិត្តទៅរកគ្រូទាយលោមើគ្រូទាយបានប្រាប់ថាពួកគាត់ទាំងពីរចៅគ្នាមិនអាចរស់នៅជាមួយគ្នាបានឡើយព្រោះយូរទៅអាចនឹងមានជំងឺបាក់លឹងដោយមានការជ្រុំជ្រែងពីខាងមន្ទីរពេទ្យហើយនឹងគ្រូទាយពួកគាត់ទាំងពីរនាក់ក៏សម្រេចចិត្តថាលែងគ្នាក្រោយមកអស់រយៈពេលប្រមាណជាង2លានឆ្នាំរូបលោកទាំងពីរនាក់ក៏សម្រេចចិត្តទៅហាត់វិជ្ជាគុណជាមួយនឹងទេវរៈអឺឡាងនៅឯឋានព្រះច័ន្ទដោយការខិតខំរៀនសូត្រនិងយកចិត្តទុកដាក់បើកប្រយ៉ងមើលរូបលោកទាំងពីរនាក់ក៏คล้ายទៅជាអ្នក rapper ដ៏ល្បីល្បាញប្រចាំស្រុកខ្មែរឧបត្ថម្ភដោយសាប៊ូលាងចានសញ្ញាផ្កាឈូក2លាបមុខសាកូតលាបគូតសាថ្មិញយកលុញក្លៀកមួយថ្ងៃ3ដងនឹងជួយលោកអ្នកជារើសដងបានពេញមួយជីវិតមូលហេតុដែលធ្វើឲ្យរូបលោកទាំងពីរឆ្លោះគ្នាគឺដោយសារតែនំប៉័ងបាយយ៉ុងនិងនំប៉័ងបាយ័នមានរសជាតិឈ្ងុយឆ្ងាញ់ស៊ីមួយដងរៀងមួយជីវិតលោកពូលក់តកកព្រិលម្នាក់បានមានប្រសាសន៍ថាពូមានប្រពន្ធម្នាក់ប្តី2នាក់កូន2តែយកចេញអស់ហើយអូសបកកំប៉ុងឥឡូវ200បើលក់ដល់កន្លែង300អ្នកមីងម្នាក់ក៏បានថ្លែងអំណរគុណថាជាដំបូងមីងសូមអរគុណដល់ក្មួយជេរីវិតនិងខ្មែរមួយជីវិតដែលបានរ៉េបជេរគ្នាដែលធ្វើឲ្យកូនមីងតាមដានរហូតដល់ផ្លិចកើតជំងឺ depression ព័ត៌មានពឹស្ដាសូមចប់ត្រឹមនេះជម្រាបសួរដើម្បីតាមដានរាល់វីដេអូថ្មីៗរបស់ខ្ញុំសូមចុច Subscribe រួចដាក់រូបកណ្ដឹងមួយដូចនេះរាល់វីដេអូរបស់ខ្ញុំនឹងស្ទុះចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនពួកគេសូមអរគុណសូមជម្រាបសួរចា៎ណែបងប្អូនទាំងអស់គ្នាមកទៅជាសម្ភារអ្នកប្រាជ្ញរួចកោះពេជ្រមកជួយអាចឲ្យនៅទៅឯងឲ្យកូនអឹមហើយសុទ្ធចាំទៅមកកូនកុំយកចាំម៉ែពេញដាវឲ្យម្ដាយណែខ្មឹបតំកើតកូនហើយមិញនឹងឲ្យរត់មកធ្វើអីដែរសុំច្បាប់ពេទ្យ5នាទីហ្នឹងណាព្រោះចាំឃើញមុខធុនចែវពេកតំកើតកូនហើយមិញសោះអាឡូរត់ពេញភូមិណែអ្នកកសែតគេចិត្តចាប់ផ្ដើមហើយបងប្អូនអើយមកលឿនចាំខ្ញុំផងជួយអាចមួយសិនហើយកាយគេចាក់អ្នកកសាអើយដល់ថតដល់កាលទៀតមិនក៏មកសម្ភារទៅមិនក៏យូរបាទសូមជម្រាបសួរលោកអ្នកប្រាជ្ញធនចាសូមជម្រាបឆ្លើយហើយកាលឈប់ថតលោកចិត្តបាលឿនប៉ោយកទៅបិទដាអស់ហ្នឹងហើយបងប្អូនទាំងអស់គ្នាឈប់ថតសិនទៅចុះធនចែវអីបុកក៏ក្រោយមកម៉េះមែនហើយចុះអាណាគេថាធនចែវមុខដូចឆាយវរៈយុទ្ធវ៉ៃប្តីប្រពន្ធគាត់ឯងបោកដុតឯងទៅគ្រោះហ្មងជម្រាបសួរម្ដងទៀតលោកអ្នកប្រាជ្ញចែវបាទលើកដៃឡើងរត់ហើយខ្ញុំហ្នឹងមានឈ្មោះថាផ្លោកជាប់មកពីកាសាទឹកចលក់ចង់មានសំណួរសួរលោកបណ្ឌិតធនចែវហ្នឹង2-3លានសំណួរបានដែរទេបាទសួរមកតតមានអារម្មណ៍តអស់អារម្មណ៍កេះឡើងឡើងហើយសំណួរដំបូងនេះចង់សួរទៅលោកធុនចែវថា
តើលោកកើតនៅក្នុងភូមិឃុំអីដែរបាទអូខ្ញុំកើតនៅក្នុងភូមិស្ងាត់សង្កាត់ស្ងៀមស្រុកបង្ហូរឈាមខេត្តកាប់ចាស់អូចុះឈ្មោះអីខោខោមកម៉ែលោកអីលោកចានៅម្ដុំណាវ៉ៃឯងមិនចាំម្ដងនៅក្នុង Facebook ហើយចុះលោកធុនជើមានបងប្អូនប៉ុន្មាននាក់ហើយអាចជម្រាបបានទេបាទអូជំរាបបងប្អូនជាងបាលៀនទេឥឡូវងាប់អស់ម្ដងមួយរហូតដល់អស់ពីស្តុបរសល់អាយុមួយទៅ ហើយចុះលោកអ្នកប្រាជ្ញបានទៅសិក្សារៀនសូត្រនៅកន្លែងណាដែរហេតុអីបានជាឆ្លាតខ្លាំងម្ល៉េះ អត់ទេយំតែរៀនស្អីយំតដេបាច់តា PUBG ហើយដល់គ្រូទៅអូហើយចុះហេតុអីក៏លោកមានបញ្ញាខ្ពង់ខ្ពស់អាចដល់ប្រស្នាចឹងបានទេយំចេះតែថាទៅមានដែររៀនបោពីណាលោកឲ្យលោកមនុស្សឡើងតែដើមថ្នោតទៅ អូចុះហេតុអីបានជាលោកបានងារជាអ្នកប្រាជ្ញជើមកចាំស្រុកខ្មែរចឹង ឈ្មោះអ្នកប្រាជ្ញជើទៅអាអូនអីឈួតដល់ចិត្តផ្ទះខ្ញុំវាហៅលេងចឹងយូរទៅជាប់ជឹករហូតបោហើយចូលនៅក្នុងថ្ងៃអនាគតតើអ្នកប្រាជ្ញជើចង់ទៅលេងស្រុកក្រៅដែរទេបាទអូទៅលេងស្រុកក្រៅហ៎ចង់តើ ហើយចុះលោកចង់ទៅលេងស្រុកណាដែរ អូចង់ទៅលេងស្រុកការីវងខេត្តតាកែវអូមែនចឹងទេខ្ញុំចង់សួរថាក្នុងថ្ងៃអនាគតតើលោកចង់ទៅលេងបរទេសដែរទេបាទទៅបរទេសខ្ញុំចង់តើព្រោះអីជំនាន់ខ្ញុំកាលមុនអត់សូវមានគោយន្តបផងបតារទេសអូយស្ដាប់គ្នាអត់បានទេដូរសំណួរហ្មងចាសុំសួរលោកមើលសំណួរទៀតតើកន្លែងកើតរបស់លោកនៅទីណាដែរ អូកន្លែងកើតខ្ញុំនៅលើក្រែ អូហើយចុះលោកមានប្រពន្ធហើយឬនៅចា ខ្ញុំប្រពន្ធវាហើយនៅតែប្តីហើយចុះនៅក្នុងថ្ងៃអនាគតតើលោកអ្នកប្រាជ្ញជើចង់រស់ស៊ីដែរបាទអារឿងហ្នឹងមិនទាន់ច្បាស់ដែរហ្នឹងប្រហែលជាចង់ការធនាគារបើកហាងកាត់សក់មួយទៅ ចាហើយចុះលោកចង់បានកូនចំនួនប្រមាណអ្នកដែរ កូនហើយនឹងប្រពន្ធអត់សូវចង់បានទេតែចង់បានប្តីច្រើនជាងហើយចុះអាអ្នកប្រាជ្ញជើហ្នឹងវាឈួតស្អីវាវ៉ៃណែខ្បបឲ្យមិនអ្នកប្រាជ្ញជើឆ្លៃបាល់ចឹងហ៎មកសួរអញមិនដឹងមិនក៏ហងមិនសួរឆ្កែ